ទីសម្រាប់វគ្គទី1នេះបាទបញ្ជូនទៅឲ្យនីតូទម្លាក់មកក្រោមលីសឺរុញទៅយូដៃទាត់ទៅកន្លែងហ្នឹងទុកទៅអីអត់ទេបាទឲ្យសិនឲ្យកាត់មកហើយបាទទប់ទ្រូងទៅនេះទាត់យកតែម្ដងយូដៃអូយ៉ាវ៉ាបាទមុននោះប្រាប់ថាទាត់មិនទាត់ទេតែឡងមកវិញហើយក៏ដាច់ចិត្តទាត់បញ្ចូលទីបានយ៉ាងល្អ1-0ដល់យូដៃអូយ៉ាវ៉ានាទីទី45+1បាទបន្ថែមតែ1នាទីទេតែយូដៃអូហ្គាវ៉ាធ្វើបានសម្រេចតែម្ដងឲ្យក្រុមម្ចាស់ផ្ទះកម្ពុជានាំមុខ1-0លើចិនហុងកុងយូដៃអូហ្គាវ៉ាបាទយើងរងចាំរូបភាពឡើងវិញពីការបសម្រុកត្រង់នេះបាទទាត់ផ្ដាច់ទប់ទ្រូងមួយបាទទាត់បាទមួយជើងនេះល្អណាស់បាទអូយបាទធ្លាក់អត់ដល់ដីទេបាទហើយសំខាន់នោះគឺទាត់បាទធ្លាក់បាទនេះហើយគឺជាអ្វីដែលធ្វើឲ្យអ្នកចាំទីគាត់ពិបាកនឹងសង្គ្រោះហើយដែលសំខាន់ជាងនេះទៅទៀតគឺបាល់មិនមែនផុតដៃតែម្ដងផុតបាទខូចបាល់ហើយទៅហើយចេញពីគ្រីយ៉ាឲ្យ Kader មើលទៅខាងក្នុងឃើញច័ន្ទធា Kader កាត់ទៅហើយជាងច័ន្ទធា2-0ដោយសៀងច័ន្ទធាខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀងដែលមិនសូវទទួលបានឱកាសលេងនៅក្នុងរដូវកាលកន្លងទៅប៉ុន្តែធ្វើបានយ៉ាងល្អនៅក្នុងការបញ្ចប់ទីក្រោយទទួលបាល់ពីខ្សែប្រយុទ្ធចូលសញ្ជាតិរបស់អង្គរ Tiger Koulibaly Abdelkader សៀងច័ន្ទធាការវាយបករហ័សរបស់ក្រុមជម្រើសជាតិកម្ពុជាការបញ្ជូនប្រកបដោយទំនុកចិត្តនិងគុណភាពនៃការបញ្ចប់ទីរបស់សៀងច័ន្ទធាគ្មានក្តីបារម្ភឡើយសម្រាប់អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងការអបអរសាទរគ្រាប់បាល់បញ្ចូលទី2នៅក្នុងការប្រកួតនេះ Koulibaly ឆែក2ដងបញ្ជូនទៅតែម្ដងចន្ទធាគ្រាន់តែថេបតែប៉ុណ្ណោះដើម្បីគេចផុតពីការសង្គ្រោះរបស់អ្នកចាំទីពឹងជឹកហី2-0